បានជំរាបមុននឹងអញ្ចឹងគឺខ្ញុំចែករំលែកតែចំណុចណាដែលមិនឲ្យប៉ះពាល់ទៅដល់ការងារយោធារបស់កម្ពុជាទេបើទោះបីជាសារព័ត៌មានអន្តរជាតិគាត់ផ្សាយក៏ដោយបាទសុខចិត្តឲ្យប្រិមិត្តទៅទទួលពីប្រភពនឹងដោយផ្ទាល់ទៅបាទខ្ញុំចែករំលែកអ្វីដែលជាចំណេះដឹងដែលអាចជាចំណេះដឹងទូទៅបានបាទពីព្រោះខ្ញុំមិនចង់ឲ្យប៉ះពាល់ទៅដល់ការងាររបស់យោធាកម្ពុជាទេបាទអញ្ចឹងគឺបើតាមខាងទីភ្នាក់ងារសារព័ត៌មាន Reuters បាទ Reuters ក៏បាននិយាយរាយការណ៍ច្រើនពាក់ព័ន្ធជាមួយនឹងការដែលថៃគាត់ប្រកាន់ជំហរបាទជំហរប្រយុទ្ធរបស់គាត់ហ្នឹងយ៉ាងណាខ្លះបាទគឺគាត់មាន2អត្ថបទប៉ុន្តែអត្ថបទមួយខ្លីអត្ថបទមួយវែងអញ្ចឹងខ្ញុំសូមបង្ហាញអត្ថបទខ្លីមួយមុនគឺឧត្តមសេនីយ៍ថៃគាត់ប្រកាសតែម្ដងគាត់ថាការប្រយុទ្ធនៅលើកនេះគឺគាត់មានគោលបំណងធ្វើឲ្យសមត្ថភាពយោធារបស់កម្ពុជានឹងខូចខាតសមត្ថភាពយោធារបស់កម្ពុជាហើយធ្វើឲ្យលែងមានការគំរាមកំហែងទៅដល់ប្រទេសថៃទៀតបាទគឺការលើកឡើងនេះគឺអ្នកដែលលើកឡើងនេះគឺលោកឧត្តមសេនីយ៍ឆៃយ៉ាព្រឿងដួងប្រផាត់បាទគាត់បានសរសេរបង្ហោះតាមបណ្ដាញសង្គមរបស់ថៃអញ្ចឹងបាទហើយនៅអត្ថបទមួយទៀតគឺខាង Reuters បាទ Reuters គាត់រាយការណ៍អំពីការចាប់ប្រកាន់របស់ខាងយោធាថៃពីការដែលប្រើអាវុធយ៉ាងម៉េចនៅក្នុងការប្រយុទ្ធជាមួយតាមបណ្ដោយព្រំដែននេះតាមទីភ្នាក់ងារសារព័ត៌មាន Reuters ក៏ថាការវាយប្រហារតាមអាកាសរបស់ថៃកាលពីថ្ងៃច័ន្ទគឺថៃគាត់កំណត់គោលដៅលើទីតាំងយោធារបស់កម្ពុជាដែលជាទីតាំងដែលមានរក្សាទុកនៅកំភ្លើងធំដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយបន្ទាប់ពីខាងថៃគាត់អះអាងថាមានគ្រាប់រ៉ុកែតដែលផលិតនៅប្រទេសចិនទៅបានប្រើប្រាស់ដើម្បីវាយប្រហារតំបន់ស៊ីវិលណានៅតាម Reuters ក៏ដកសងខាងយោធាថៃអញ្ចឹងដូច្នេះបើសិនជាអាចកម្ពុជាគាត់យល់ថានេះជាសេចក្តីរាយការណ៍មិនពិតគាត់អាចនឹងទៅបដិសេធចំពោះសេចក្តីរាយការណ៍ហ្នឹងយ៉ាងម៉េចខ្ញុំគាត់ជម្រាបជូនទូជូនប្រិមិត្តអញ្ចឹងទេណាបាទហើយបើតាមReuters ហ្នឹងគាត់ដកសងពីប្រភពយោធាថៃទេណាបាទប្រភពយោធាថៃហ្នឹងថៃគាត់ចោទថាកម្ពុជាហ្នឹងគឺគាត់ប្រាប់ពីអាចទេណាបាទអាចប្រើកងកម្លាំងកម្ពុជាអាចប្រើគឺមានរ៉ុកែត BM 21បាទហើយដែលផលិតនៅប្រទេសរុស្ស៊ីអតីតសហភាពសូវៀតហើយនឹងរ៉ុកែត PHL 03ដែលផលិតនៅប្រទេសចិនដើម្បីបាញ់ទៅអាកាសយានដ្ឋានខេត្តនិងមន្ទីរពេទ្យស្រុកដែលគ្រប់គ្រងដោយរដ្ឋនេះបើយោងតាមអ្នកនាំពាក្យយោធាថៃគឺលោកឧត្តមសេនីយ៍ឯកស៊ូរ៉ាវសាន់គង់សេរីបាទគឺខាងអ្នកនាំពាក្យយោធាថៃគាត់និយាយអញ្ចឹងបាទគឺថៃចោទថាកម្ពុជាអាចប្រើ BM21 ហើយនឹង PHL 03ហ្នឹងបាញ់ទៅគោលដៅអាកាសយានដ្ឋានខេត្តរបស់ថៃហើយនឹងមន្ទីរពេទ្យស្រុករបស់រដ្ឋរបស់ថៃបាទអញ្ចឹងហើយលោកស៊ូរ៉ាសាន់បានប្រាប់ Reuters ដោយមិនបញ្ជាក់លម្អិតថាដោយផ្អែកលើការស៊ើបការសម្ងាត់ដែលថៃធ្វើហ្នឹងគឺមានការប៉ុនប៉ងដើម្បីស្វែងរកទីតាំង coordinate នៃទីតាំងទាំងនេះបាទគាត់ចោទថាកម្ពុជាចង់វិបហាទៅដល់គោលដៅអាកាសយានដ្ឋាននិងមន្ទីរពេទ្យស្រុករបស់ថៃនោះលោកបានបន្ថែមថាការស៊ើបការសម្ងាត់របស់ថៃបង្ហាញថាការវាយប្រហារតាមអាកាសបានវាយប្រហារខ្លាំងដោយមានគឺថៃបាញ់សម្ដៅទៅលើកន្លែងផ្ទុករ៉ុកែតរបស់កម្ពុជាប៉ុន្តែ Reuters គាត់បានបញ្ជាក់ដែរគាត់ថា Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនៅផលប៉ះពាល់នៃការវិលុករបស់ថៃរបស់កងទ័ពអាកាសរបស់ថៃបានទេណាគឺអញ្ចឹងគឺ Reuters គាត់យករួចខ្លួនដែរគាត់ថាគឺមិនមានការផ្ទៀងផ្ទាត់ឲ្យបានតាមការអះអាងរបស់ភាគីថៃនោះទេបាទហើយ Reuters គាត់ថាគាត់ក៏បានតាក់ទងទៅខាងក្រសួងការពារជាតិកម្ពុជាដើម្បីសូមឆ្លើយការបំភ្លឺពាក់ព័ន្ធនឹងរឿងនឹងដែរក៏ប៉ុន្តែកម្ពុជានៅមិនទាន់បានឆ្លើយតបជាមួយនឹងខាងសំណើរបស់ខាង Reuters នៅឡើយទេហើយ Reuters ក៏រាយការណ៍ទៀតថាការគម្រាមកំហែងពី
missile ប្រភេទ PHL-03 នោះគឺពីមុនមកគឺអត់ទាន់មានការរាយការណ៍យ៉ាងណានៅឡើយទេបាទអញ្ចឹងគឺខាង Reuters ក៏បានចូលបន្ថែមទៀតពីថាប្រសិទ្ធភាពនៃអាវុធទាំងពីរប្រភេទដែលថៃចោទនេះបាទចោទនោះគឺគាត់ថារ៉ុកែត PHL-03 ហ្នឹងអាចបាញ់គឺមានចម្ងាយពី70ទៅ130គីឡូម៉ែត្រ BM21 មានចម្ងាយតែពី15ទៅ40គីឡូម៉ែត្រទេហើយក្នុងខណៈពេលដែលអាកាសយានដ្ឋានបុរីរ៉ាំដែលជាមូលដ្ឋានយោធារបស់ខេត្តបុរីរ៉ាំហ្នឹងដែលជាចំណុចសំខាន់របស់គណៈបករបស់លោកអនុធានច័ន្ទវីរកុលហ្នឹងគឺស្ថិតនៅចម្ងាយ100គីឡូម៉ែត្រពីព្រំដែនគឺហួសពីបាទរយៈចម្ងាយនៃការបាញ់ BM21 អញ្ចឹងគឺគាត់បានបញ្ជាក់ដែរណាដោយឡែកមន្ទីរពេទ្យប្រាសាទដែលមាននៅខេត្តជិតខាងនៅក្នុងខេត្តសៀរិនហ្នឹងគឺមានចម្ងាយ30ប្រហែលជា30គីឡូម៉ែត្រពីព្រំដែនបាទអញ្ចឹងដូច្នេះគឺអ្វីដែលសារព័ត៌មាន Reuters ក៏ចង់បញ្ជាក់ផងដែរថាកម្ពុជាមិនអាចយក BM ហ្នឹងទៅបាញ់ទៅដល់កន្លែងអាកាសយានដ្ឋានហ្នឹងបានទេពីព្រោះអាកាសយានដ្ឋានប្រហែល100គីឡូម៉ែត្រហើយ BM គាត់បានបាញ់តែពី50ទៅ40គីឡូម៉ែត្របាទហើយកម្មវិធីពេទ្យហ្នឹងគឺមានចម្ងាយប្រហែលជាខ្ទង់30គីឡូម៉ែត្របាទអញ្ចឹងដូច្នេះអាចនៅក្នុងរង្វង់ប្រតិបត្តិការហ្នឹងដែរបាទក៏ប៉ុន្តែគាត់មិនបានបញ្ជាក់ថាតើកម្ពុជាបានប្រើឬមិនប្រើនៅឡើយទេគ្រាន់តែថៃគាត់បាននិយាយបែបនេះណាបាទអញ្ចឹងនេះគឺជាអ្វីដែលខាងថៃគាត់បានប្រកាសពេលដែលសារព័ត៌មាន Reuters បានសួរទៅគាត់ហ្នឹងគឺគាត់ថាធ្វើយ៉ាងម៉េចឲ្យបាទហើយបាទមួយទៀតចុងក្រោយនេះគឺខាង Reuters ក៏បានឲ្យដឹងដែរថាយោងតាមក្រមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រគឺយោធាកម្ពុជាគឺមានទំហំកងទ័ពហ្នឹងតិចជាងថៃនឹងខ្លាំងណាស់ហើយថៃគឺកម្ពុជាមាន BM21 ប្រហែលជា48គ្រឿងនិងរ៉ុកែត PHL ចំនួន6គ្រឿងប៉ុណ្ណោះបាទនេះគឺតាមរបាយការណ៍ខាង Reuters បានដកស្រង់ហើយ Reuters ក៏មានធ្វើសេចក្តីរាយការណ៍មួយផ្ទៀងផ្ទាត់ពីកម្លាំងយោធារបស់កម្ពុជានិងថៃផងដែរហើយចាំខ្ញុំបកប្រែអត្ថបទនឹងចែករំលែកនៅពេលចប់កម្មវិធីនេះជូនប្រិមិត្តដើម្បីជាចំណេះដឹងផងដែរបាទប៉ុន្តែខ្ញុំនឹងដូចខ្ញុំបាននិយាយអញ្ចឹងខ្ញុំដកស្រង់ចំណុចណាដែលជាចំណុចព័ត៌មានទូទៅទេមិនឲ្យប៉ះពាល់ទៅដល់ការរៀបចំនៃការធ្វើការងារប្រតិបត្តិការពេលបច្ចុប្បន្នរបស់ខាងកម្ពុជាទេដើម្បីកុំឲ្យប៉ះពាល់ទៅដល់កិច្ចការយោធាបាទពីព្រោះរឿងនេះដូចដែលខ្ញុំបានប្រាប់ប្រិមិត្តក្នុងពេលកន្លងមកហើយគឺរឿងតាក់ទងជាមួយនឹងកិច្ចការយោធាប្រិមិត្តគួរតែមានការប្រយ័ត្នប្រយែងនៅក្នុងការនិយាយបាទមិនមែនដោយសារឈរលើស្មារតីយើងស្រឡាញ់ជាតិនឹងទេដោយសារតែរឿងហ្នឹងគឺវាអត់ចំណេញទេក្នុងការនិយាយអ្នកខ្លះចូលចិត្តនិយាយប្រភ្លេចប្រភ្លោចហ្នឹងអត់រឿងអត់ត្រូវហើយនិយាយជួនកាលពេលខ្លះដឹងរឿងតិចតួចនិយាយទៅវាអាចខូចប្រយោជន៍របស់កម្ពុជាទៅវិញទេហ្នឹងបានចឹងហើយបានឃើញក្រសួងព័ត៌មានគាត់បានអំពាវនាវកុំឲ្យមានការចែករំលែកបាទទៅលើបណ្ដាញសង្គមព័ត៌មានអ្វីដែលយើងទទួលបាននោះនាំឲ្យប៉ះពាល់កិច្ចការយោធាពីព្រោះវាអត់ចំណេញទេនៅក្នុងស្ថានភាពពេលបច្ចុប្បន្ននេះហើយខ្ញុំក៏ផ្ទាល់ខ្លួនខ្ញុំក៏ចូលរួមផងដែរគឺបើសិនជាឃើញមានវីដេអូមួយចំនួនឃើញអ្នកខ្លះគាត់ចង់បាន view ពេកគាត់ទៅកាត់យក clip វីដេអូមកអត្ថាធិប្បាយបន្ថែមពីលើហ្នឹងបាទគឺក៏អត់ចំណេញអីដែរគ្មានបានចំណេញទេយក view នៅពេលនេះគឺជារឿងមួយដែលយើងយកទុកលំបាករបស់ប្រទេសជាតិរបស់ប្រជាពលរដ្ឋហ្នឹងមកចង់បានល្បីនៅពេលហ្នឹងមួយផ្លែតហ្នឹងគឺបាទមិនដឹងជាបេះដូងយើងធ្វើពីអីទេបាទបាទខ្ញុំគាត់ថាចូលរួមយោបល់ប៉ុណ្ណឹង